សួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកទៅស្គាល់រឿងដ៏អស្ចារ្យមួយក្នុងវិទ្យាសាស្ត្រតើអ្នកធ្លាប់សួរខ្លួនឯងទេថាមាសដែលយើងពាក់សពថ្ងៃមានប្រភពមកពីណាមាសដែលយើងយកធ្វើជាខ្សែគ្រឿងអលង្ការឬរកបានក្នុងដីតើវាបង្កើតឡើងលើផែនដីនេះដែរឬទេចម្លើយគឺមាសមិនបានកើតឡើងលើផែនដីទេប៉ុន្តែវាមានប្រភពមកពីលំហឱកាសឆ្ងាយនិងព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយក្នុងឆាក្រវាលដើម្បីយល់ពីប្រភពកំណើតនៃមាសយើងត្រូវចាប់ផ្ដើមពីផ្កាយដូចជាព្រះអាទិត្យមិនត្រឹមតែផ្ដល់ពន្លឺនិងកម្ដៅប៉ុណ្ណោះទេប៉ុន្តែវាក៏ជារោងចក្រធម្មជាតិដែលបង្កើតធាតុគីមីផងដែរនៅក្នុងខ្លួនផ្កាយមានដំណើរការមួយហៅថាប្រតិកម្មនុយក្លេអ៊ែរឬ nuclear fission អាតូមតូចដូចជាអ៊ីដ្រូសែនបញ្ចូលគ្នាដើម្បីក្លាយទៅជាធាតុធ្ងន់ជាងមុនដំណើរការនេះបង្កើតធាតុដូចជា helium, carbon, oxygen និងធាតុផ្សេងជាច្រើនប៉ុន្តែមានចំណុចសំខាន់មួយ fission មិនអាចបង្កើតបានគ្រប់ធាតុទាំងអស់ទេវាឈប់ត្រឹមធាតុដែកប៉ុណ្ណោះព្រោះធាតុធ្ងន់ជាងដែកត្រូវការថាមពលច្រើនជាងថាមពលផ្កាយអាចផ្ដល់បានដូច្នេះផ្កាយធម្មតាមិនអាចបង្កើតមាសបានទេដើម្បីបង្កើតមាសត្រូវការព្រឹត្តិការណ៍ខ្លាំងនិងអស្ចារ្យជាងនេះទៅទៀតព្រឹត្តិការណ៍សំខាន់បំផុតមួយគឺការប៉ះទង្គិចរវាងផ្កាយនឺត្រុងពេលផ្កាយនឺត្រុងពីរប៉ះទង្គិចគ្នាវាបង្កើតការផ្ទុះធំមួយហៅថា kilonova ដែលបញ្ចេញនឺត្រុងចេញទៅលំហឱកាសយ៉ាងច្រើននៅក្នុងពេលផ្ទុះនេះមានដំណើរការមួយហៅថា rapid neutron capture អាតូមចាប់យកនឺត្រុងយ៉ាងលឿនហើយបង្កើតធាតុធ្ងន់ដូចជាមាសផ្លាទីននិងអ៊ុយរ៉ាញ៉ូមក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីការផ្ទុះមាសត្រូវបានបាញ់ចេញទៅលំហឱកាសក្លាយជាធូលីផ្កាយហើយធ្វើដំណើរឆ្ងាយរាប់លានឆ្នាំធូលីនេះបន្តប្រមូលផ្ដុំគ្នាបង្កើតប្រព័ន្ធព្រះអាទិត្យថ្មីនិងភពថ្មីរួមទាំងផែនដីផងដែរដូច្នេះមិត្តទាំងអស់គ្នាមាសមិនមែនជារបស់ធម្មតាទេវាជាធូលីឆាក្រវាលដែលកើតពីការប៉ះទង្គិចផ្កាយនឺត្រុងរាប់លានឆ្នាំមុនហើយធ្វើដំណើរឆ្ងាយមកដល់ផែនដីដើម្បីក្លាយជាមាសដែលយើងមាននិងពាក់សព្វថ្ងៃ